ជំងឺពងបែកទៅលើទ្វារមាសដែលវាកើតឡើងទៅលើទាំងស្ត្រីទាំងបុរសចា៎ជំងឺពងបែកគឺជាជំងឺកាមរោគមួយដែលឆ្លងតាមរយៈផ្លូវភេទឬក៏ឆ្លងអំឡុងពេលដែលយើងរួមភេទតាមរយៈទឹករំអិលនឹងឯងហើយជំងឺនេះនៅពេលដែលកើតឡើងមានអាការៈចំពោះស្ត្រីឬក៏បុរសមានការឡើងឈឺឡើងក្តៅឡើងហើមរលាកទៅនឹងប្រដាប់ភេទបើសិនជាវារីកដាលខ្លាំងមែនតើគឺអាចធ្វើឲ្យបងប្អូនស្ត្រីខ្លះទ្រាំអត់បានទេមានការឡើងក្តៅខ្លួនឬក៏ឡើងគ្រុនជាដើមហើយចំពោះពងបែកនេះដែរបើសិនជាបងប្អូននៅតែបន្តទុកខ្លាំងកម្រិតធ្ងន់វាអាចបង្កឡើងទៅជាឡើងដំបៅហើយក៏អាចវិវត្តទៅជាកម្រិតមហារីកបានដូចគ្នាហើយចំពោះដំណោះស្រាយខ្លះបងប្អូនញ៉ាំថ្នាំទៅបាត់អស់មកទៅជាតិថ្នាំបងប្អូនចេះតែកើតឡើងវិញដោះស្រាយអត់ជាដាច់ទេបើសិនជាបងប្អូនចង់ដោះស្រាយបញ្ហាទាំងអស់នេះឲ្យជាបងប្អូនទី1ត្រូវដឹងថាតើជំងឺនឹងកើតឡើងនៅពេលណាខ្លះទី2ប្រភពនៃបញ្ហាបែបណាទៅធ្វើឲ្យយើងចេះតែកើតឡើងជាញឹកញាប់ត្រូវមានវិធីសាស្ត្រទប់ស្កាត់កុំឲ្យវាកើតឡើងបែបនេះអានឹងទៅបងប្អូនដោះស្រាយចំគោលដៅអញ្ចឹងអ្នកគ្រូមានដំណោះស្រាយទាំងអស់នេះបងប្អូនចង់ឆាប់បាត់ចង់ជាទៅលើជំងឺទាំងអស់ហ្នឹងទៅលើពងបែកទាំងបរិសុទ្ធទាំងស្ត្រីអាចធ្វើការតាក់ទងមកអ្នកគ្រូតាម Telegram សិនសួរព័ត៌មានអ្នកគ្រូបានឬក៏ឆាតជជែកអ្នកគ្រូផ្ទាល់